ទូស្ដីនេះគឺជាវីដេអូបង្ហាញអំពីរបៀបលុបករណីចេញពីមន្ទីរពេទ្យដំបូងយើងត្រូវចុចទៅលើទំព័រការចុះឈ្មោះបន្ទាប់មកយើងត្រូវស្កេនលេខកាតសុខភាពអ្នកជំងឺនៅក្នុងប្រអប់ស្វែងរកអ្នកជំងឺបន្ទាប់មកចុចទៅលើប៊ូតុងស្វែងរកអ្នកជំងឺទាំងនេះបង្ហាញថាអ្នកជំងឺមិនទាន់បានចេញពីមន្ទីរពេទ្យទេមានពីរករណីដែលយើងត្រូវលុបមួយករណីចេញដូច្នេះយើងត្រូវចុចលើពាក្យយល់ព្រមបន្ទាប់មករំកិលវាចុះមកខាងក្រោមដើម្បីស្វែងរកប្រវត្តិអ្នកជំងឺថាតើមួយណាយើងត្រូវលុបករណីគាត់ចេញឧទាហរណ៍ថាថ្ងៃទី3ខែ8ម៉ោង 4:16 នាទីនេះយើងត្រូវលុបគាត់ចេញយើងត្រូវចុចលើសញ្ញាខ្វែងបន្ទាប់មកវាយអក្សរ yes រួចចុចពាក្យ OK ដូច្នេះករណីយើងត្រូវបានលុបវីដេអូដែលបង្ហាញអំពីរបៀបការលុបករណីរបស់ចេញពីមន្ទីរពេទ្យគឺត្រូវបានបញ្ចប់ត្រឹមនេះសូមអរគុណចំពោះការយកចិត្តទុកដាក់ទស្សនាវីដេអូនេះ